បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះ Red TV Channel មកដល់ទៀតហើយវាមានចំណេះដឹងអីទេតែថ្ងៃនេះមានព័ត៌មានដ៏រន្ធត់មួយបាទបងប្អូនគឺកូនបង្កើតគ្រាន់តែជន់ទូរស័ព្ទបាទជន់ទូរស័ព្ទទៅក៏ខឹងយកបថៅកាប់គាត់ដល់ស្លាប់តែម្ដងបាទអើយវេទនាមែនទែនបងប្អូនបាទកូនសម្រាប់ឪពុកតាមពុទ្ធសាសនាយើងគឺអនន្តរិយកម្មបងប្អូនបាទតោះយើងទៅតាមដានទាំងអស់គ្នាបាទអញ្ចឹងនេះកម្ពុជាថ្មីបាទបងប្អូនបាទកម្ពុជាថ្មីបាទកូនដេរឆានសម្លាប់ឪពុកក្នុងថ្លុកឈាមព្រោះខឹងជន់ទូរស័ព្ទនឹងទាត់ខ្លួន3ជើងបាទឡែកព្រៃវែងគ្រាន់តែឪពុកជន់ទូរស័ព្ទរបស់ខ្លួនសោះកូនចិត្តដេរឆានហ៊ីងពីងពុថៅដេញកាប់ឪពុកបង្កើតខ្លួនឯងផាត់ដាច់កស្លាប់ក្នុងថ្លុកឈាមហេតុការណ៍កូនកាប់ឪពុកខាងលើបានកើតឡើងកាលពីយប់ថ្ងៃទី19ខែមេសាឆ្នាំ2019វេលាម៉ោង 22:15 នាទីចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិព្រៃរូងឃុំដំរីពូនស្រុកស្វាយអន្តរខេត្តព្រៃវែងប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញឈ្មោះលេងហនភេទប្រុសអាយុ23ឆ្នាំរួមជាមួយនឹងមិត្តភ័ក្តិបានផឹកស៊ីនៅខាងក្រោមផ្ទះលុះដល់វេលាកើតហេតុស្រាប់តែគេឃើញជនសង្ស័យយកពូថៅដេញកាប់ឪពុកខ្លួនឯងបណ្ដាលឲ្យស្លាប់បង្កភ្ញាក់ផ្អើលទាំងយប់តែម្ដងពាក់ព័ន្ធករណីខាងលើនេះផងដែរលោកឧត្តមសេនីយ៍ត្រីពៅជីវីស្នងការរងនគរបាលខេត្តព្រៃវែងទទួលផែនព្រហ្មទណ្ឌបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានថាមានករណីឃាតកម្មកូនកាប់ឪពុកខ្លួនឯងខាងលើលោកក៏បានដឹកនាំកម្លាំងចុះសហការជាមួយកម្លាំងអធិការដ្ឋានស្រុកស្វាយអន្តរនិងប៉ុស្តិ៍ដំរីពូនតាមចាប់ផាត់ខ្លួនជនសង្ស័យឈ្មោះលេងហនភេទប្រុសអាយុ23ឆ្នាំដែលរស់នៅកន្លែងកើតហេតុខាងលើបាននាវេលាម៉ោង 4:35 នាទីទៀបភ្លឺឈានចូលថ្ងៃទី20ខែមេសាឆ្នាំ2019លោកបានបន្តឲ្យដឹងទៀតថាក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យបានសារភាពថាខ្លួនគឺពិតជាបានយកពូថៅដៃកាប់ទៅលើឪពុកបង្កើតរបស់ខ្លួនឈ្មោះលេងសាវអាយុ50ឆ្នាំរស់នៅផ្ទះកើតហេតុខាងលើពិតមែនហើយមូលហេតុដែលនាំឲ្យមានរឿងនេះកើតឡើងគឺរូបគេខឹងនឹងឪពុកជន់ទូរស័ព្ទរបស់ខ្លួនហើយខ្លួនបានសួរថាហេតុអីបានជាពុកឯងជន់ទូរស័ព្ទខ្ញុំអញ្ចឹងពេលនោះគាត់ឆ្លើយថាអញជន់ឲ្យខ្ទេចកុំឲ្យឯងមើលឃើញទៀតស្រាប់តែពេលនោះឪពុកបានចុះមកទាត់រូបគេ2-3ជើងថែមទៀតទើបរូបគេខឹងបានទាញពូថៅខណៈនោះឪពុកបានរត់ដល់មាត់របងរូបគេក៏កាប់ចំក្រោមក្លៀកនិងខ្នងជាច្រើនពូថៅទើបមួយពូថៅចុងក្រោយចំកញ្ចឹងកបណ្ដាលឲ្យស្លាប់តែម្ដងបច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងត្រូវបានផាត់ទុកនៅស្នងការនគរបាលខេត្តព្រៃវែងដើម្បីសាងសំណុំរឿងបញ្ជូនទៅសាលាខេត្តព្រៃវែងចាត់ការតាមច្បាប់បាទនេះអើយបងប្អូនគ្រាន់តែឪពុកជន់ទូរស័ព្ទបាទក៏កាប់គាត់ស្លាប់នេះនៅក្រោម
คลีบานี่กับคลังแมนเตนมาบางคนกับประมาณทุกไทยบาเวทนีนะบางคนเลยกอดคือเชียร์ปุกได้ยืนกรอนแต่ชวนตูสับบาดนไลไหลอย่างนาโอมันอาจไหลสมาคุนกอดจนจมยืนแล้วพวกเราอายุปันนังได้บาไอ้ตัวตะกอดตัวยืนคือกอดจองกอดได้ยืนคือจิตโกนหรือว่ากอดมันกอดจองได้ยืนchẳngนะhay như mìnhกูthayยืนเลิกthayกัดกอดระเบียบนี่เดี๋ยวออกไตรว่าไอ้ตามพุทธศาสนาคือตุสำหรับปุกได้บางคนดังสราบไปคือตุอนอนอะไรยกรรมบางคนมาอนอนอะไรยกรรมมาอนอนอะไรยกรรมก็มีตีบรรจบตีมาไอ้มานี่เรื่องมากูอ้อยอันหน่อยทอมากูอ้อยอันนัดกอดมันเต็มมาบางคนนี่ไอ้กับกอดเราสลับเราขนาดนั้นbà ở con trai bà xem đẹp ca tam tan con miền bỏ Red TV channel bà hay có con trai complete cho like subscribe comment phong ba bong ôn hay chỉ chung cõi ní rồi mọi bong ôn chụp nơi bật bộ pram đẹp pram bạc ca từอายุวันนะสุขะพละประเดติเนี่ยต้องไปเคลียร์ลายbà ở con trai bà